ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបពិសេសមួយមកចែករំលែកជូនបងប្អូនគឺខតៅហ៊ូឆ្នាំងដីនៅក្នុងវីដេអូនេះនៅមានការចែករំលែកពីវិធីចម្អិនម្ហូបនេះឲ្យមានរសជាតិឆ្ងាញ់ដូចរសជាតិនៅតាមភោជនីយដ្ឋានចិនបើបងប្អូនចូលចិត្តម្ហូបក្តៅៗមានរសជាតិនិងម្ហូបពិសាជុំគ្រួសារសូមបងប្អូនមកចូលរួមចម្អិនជាមួយគ្នាគ្រឿងផ្សំរបស់យើងមិនមានច្រើនទេមានផ្សិតស្រស់នេះមួយប្រអប់ដែលមានទម្ងន់150ក្រាមយើងកាត់ជើងផ្សិតនេះចោលខ្លះរួចហើយលាងទឹកឲ្យស្អាតនិងទុកមួយអន្លើសិនយើងមានប្រើខ្ញីខ្ចីមួយដុំតូចដែលមានទម្ងន់10ក្រាមខ្ញីខ្ចីនេះយើងប្រើដើម្បីបង្កើនក្លិនឈ្ងុយទៅដល់មុខម្ហូបបើសិនជាបងប្អូនមិនមានឬមិនចូលចិត្តអាចមិនដាក់ក៏បាននិងចំពោះស្លឹកខ្ទឹម2ដើមនេះផ្នែកស្លឹកយើងប្រើសម្រាប់រោយពីលើម្ហូបរីឯផ្នែកគល់វិញយើងបង់នៅក្នុងអំឡុងពេលចម្អិនដើម្បីជំនួយក្លិនយើងមានប្រើខ្ទឹមផ្សេងទៀតដែរដែលមានទាំងខ្ទឹមក្រហមនិងខ្ទឹមសខ្ទឹមក្រហម10មើមនិងខ្ទឹមសចំនួន1គុំនេះបើបងប្អូនមិនមានប្រភេទណាមួយអាចមិនដាក់ក៏បានឬក៏អាចជំនួសដោយខ្ទឹមបារាំងឬប្រភេទខ្ទឹមធំចំពោះចំនួនវិញគឺបងប្អូនអាចបន្ថែមបន្ថយទៅតាមចំណូលចិត្តបន្តមកទៀតយើងមានផ្សិតខ្មៅចំនួន4បន្ទះដោយសារផ្សិតនេះទំហំធំល្មមអញ្ចឹងយើងគ្រាន់តែឆូតឲ្យចេញជារាងលេខគុណបន្តិចដើម្បីសោភ័ណភាពផ្សិតខ្មៅនេះជំនួយក្លិនក្រអូបបើសិនជាបងប្អូនមិនចូលចិត្តក្លិនផ្សិតខ្មៅអាចរំលងគ្រឿងផ្សំមួយមុខនេះហើយយើងក៏មិនអាចខ្វះបានដែរនៅបន្លែជំនួយពណ៌និងរសជាតិយើងមានការ៉ុតកន្លះមើមការ៉ុតនេះមានទម្ងន់100ក្រាមការ៉ុតនេះនៅពេលដែលចម្អិនគឺបញ្ចេញជាតិផ្អែមដោយធម្មជាតិដែលជួយឲ្យម្ហូបរបស់យើងមានជាតិនិងបង្កើនសោភ័ណភាពក្រៅពីនេះយើងអាចបន្ថែមបន្លែផ្សេងៗទៀតដែលចូលចិត្តដូចជាសណ្តែកបារាំងនិងសណ្តែកហូឡង់តោជាដើមថ្ងៃនេះខ្ញុំប្រើផ្កាស្ពៃប្រូកូលីប្រហែលជា 3-4 ធាងវិធីដែលធ្វើឲ្យផ្កាស្ពៃនិងការ៉ុតនៅស្រស់បានយូរនិងឡើងស្រួយគឺយើងយកបន្លែទាំងពីរមុខនេះទៅស្រុះទឹកជាមុនរួចត្រាំទឹកត្រជាក់តាមក្រោយបន្ទាប់ពីទឹកពុះយើងចាក់ប្រេងអូលីវចូលបន្តិចដើម្បីថែពណ៌បន្លែមិនឲ្យឡើងក្រមៅយើងស្រុះតែរយៈពេល30វិនាទីរួចហើយស្រង់ចេញមកត្រាំទឹកធម្មតាឬបើសិនជាបងប្អូនមានទឹកកកអាចបន្ថែមទឹកកកចូលបន្តិចបន្តួចដោយសារថ្ងៃនេះខ្ញុំអត់មានទឹកកកអញ្ចឹងខ្ញុំប្រើទឹកធម្មតានៅពេលទិញតៅគូបងប្អូនរើសយកតៅគូដែលទើបធ្វើរួចហើយថ្មីៗនៅក្នុងថ្ងៃតែមួយជាតៅគូដែលទន់និងមានក្លិនសណ្តែកតៅគូដែលទុកយូរច្រើនតែមានសាច់រឹងនិងមានក្លិនជូរសម្រាប់មុខម្ហូបនេះយើងយកតៅគូទៅចៀនជាមុនដែលវិធីនេះមិនត្រឹមតែការពារកុំឲ្យតៅគូបែកនៅពេលចម្អិននោះទេវាក៏ជួយឲ្យតៅគូរបស់យើងមានរសជាតិឆ្ងាញ់ផងដែរបើមិនមានតៅគូយើងអាចជំនួសដោយតៅហ៊ូវិញតែត្រូវបំពងជំនួសឲ្យការចៀនដើម្បីកុំឲ្យតៅហ៊ូងាយបែកសាច់យើងចៀនយកសម្បុរលឿងត្រឹមនេះគឺទន់ឆ្ងាញ់មានជាតិសំណើមនិងងាយចូលជាតិជាមួយគ្រឿងផ្សំដោយសារមុខម្ហូបនេះត្រូវការចម្អិននៅក្នុងរយៈពេលខ្លីដូចនេះយើងលាយគ្រឿងផ្សំរសជាតិទុកជាមុនដើម្បីជួយសម្រួលទៅដល់ល្បឿននៅក្នុងពេលចម្អិនទឹកគ្រឿងផ្សំនោះយើងមានអំបិលកន្លះស្លាបព្រាកាហ្វេម្រេចកន្លះស្លាបព្រាកាហ្វេម្សៅស៊ុប1ស្លាបព្រាកាហ្វេប្រេងខ្យង2ស្លាបព្រាបាយទឹកស៊ីអ៊ីវធម្មតា1ស្លាបព្រាបាយទឹកស៊ីអ៊ីវខ្មៅ2ស្លាបព្រាបាយប្រេងល្ង1ស្លាបព្រាបាយនិងទឹកធម្មតាចំនួន5ស្លាបព្រាបាយរួចហើយយើងកូរចូលគ្នាឲ្យសព្វពេលនេះយើងចាប់ផ្ដើមចម្អិនដោយបន្ទាប់ពីឆ្នាំងឡើងក្តៅហើយយើងចាក់ប្រេងអូលីវចូលចំនួន2ស្លាបព្រាបាយនិងដាក់គ្រឿងខ្ទឹមចូលដែលមានខ្ទឹមសខ្ទឹមក្រហមខ្ញីនិងគល់ខ្ទឹមរួចហើយយើងលីងចូលគ្នាឲ្យឡើងឈ្ងុយសិមដាក់ទឹកខ្មៅចូលលីងឲ្យឡើងឈ្ងុយដែរបន្ទាប់ពីឡើងឈ្ងុយហើយយើងចាក់តៅគូនិងទឹកគ្រឿងផ្សំរសជាតិដែលលាយអំបាញ់វិញចូលគ្រាន់តែឃើញក៏អាចដឹងថាក្លិនឈ្ងុយប៉ុណ្ណាដែរការចាក់ទឹកគ្រឿងផ្សំចូលនៅពេលដែលឆ្នាំងក្តៅនិងស្ងួតគឺជួយឲ្យគ្រឿងផ្សំរបស់យើងបញ្ចេញក្លិននិងរសជាតិបានល្អបន្ទាប់ពីគ្រឿងផ្សំរសជាតិបានបញ្ចេញក្លិនអស់ហើយយើងបន្ថែមបន្លែដែលមានការ៉ុតផ្កាស្ពៃនិងផ្សិតស្រស់ចូលទៅជាមួយគ្នារួចយើងបន្តកូរចូលគ្នាឲ្យសព្វសិមចាក់ទឹកក្តៅចូលចំនួន300មីលីលីត្ររួចហើយទុកឲ្យទឹកនោះពុះជាមុនសិននៅពេលដែលទឹកចាប់ផ្ដើមពុះយើងចាក់ម្សៅពោតចូលហើយនឹងកូរចូលគ្នាទៀតនិងទុកឲ្យទឹកខនោះពុះមួយសាទៀត
ទឹកម្សៅពោតនេះគឺបានពីម្សៅពោតចំនួន1ស្លាបព្រាបាយពេញលាយជាមួយនឹងទឹកចំនួន5ស្លាបព្រាបាយទឹកម្សៅពោតនេះគឺជួយបង្ហាប់ទឹកខដែលយើងគួរតែដាក់វានៅចុងក្រោយគេដើម្បីការពារម្ហូបពីការខ្លោចបាតឆ្នាំងនៅពេលដែលទឹកខឡើងពុះនិងភ្លក្សរសជាតិប្រៃសាបហើយបងប្អូនអាចលើកឆ្នាំងទុកមួយឡែកសិនបន្តមកយើងយកឆ្នាំងមួយទៀតសម្រាប់រៀបទទួលទានមកដាក់នៅលើចង្ក្រានរួចហើយយើងចាប់ផ្ដើមឆាមីស៊ូមួយដុំនិងចាក់ទឹកខពីលើឬបើសិនជាបងប្អូនចូលចិត្តសរសៃមីឬគុយទាវអីក៏យើងអាចប្រើបានតែកុំភ្លេចត្រូវត្រាំគុយទាវឬមីឲ្យរាជាមុនសិនដើម្បីកុំឲ្យបឺស្រូបយកទឹកខរួចហើយយើងរោយស្លឹកខ្ទឹមពីលើដើម្បីបង្កើនរសជាតិមុខម្ហូបនេះក៏អាចបន្ថែមផ្នែកសាច់បានដែរដូចជាសាច់បង្គាសាច់មឹកឬសាច់មាន់ជាដើមទៅតាមចំណូលចិត្តគ្រឿងផ្សំសំខាន់គឺមានខ្ញីនិងប្រេងល្ងគន្លឹះសំខាន់នៅក្នុងការចម្អិនដើម្បីឲ្យមុខម្ហូបនេះមានរសជាតិគឺការលីងខ្ទឹមឲ្យឈ្ងុយការលាយគ្រឿងផ្សំរសជាតិជាមុននិងពេលវេលាចាក់គ្រឿងផ្សំរសជាតិចូលនៅក្នុងពេលដែលឆ្នាំងក្តៅនិងស្ងួតល្អមុខម្ហូបនេះគេនិយមពិសានៅក្នុងពេលក្តៅបើបានពិសាជុំគ្នាទៀតគឺកាន់តែមានរសជាតិឆ្ងាញ់សូមអរគុណហើយសូមជួយចុច like និង subscribe អ្នកមួយផងបើសិនជាបងប្អូនពេញចិត្តវីដេអូនេះជាចុងក្រោយសូមអរគុណដល់ពុកម៉ែបងប្អូនដែលបានចូលរួមចម្អិនជាមួយខ្ញុំនៅក្នុងថ្ងៃនេះហើយយើងនឹងជួបគ្នាម្ដងទៀតនៅមុខម្ហូបបន្ទាប់